ទឹកត្នោតអើយទឹកត្នោតទឹកត្នោតអើយទឹកត្នោតទឹកត្នោតផ្អែមទឹកត្នោតជូរនេះគឺជាសំឡេងរបស់ពូយ៉នគាត់មានមុខរបរជាអ្នកឡើងត្នោតគាត់តែងតែឡើងត្នោតក្បែរផ្ទះនិងក្បែរភូមិរបស់គាត់ជារៀងរាល់ថ្ងៃដើម្បីយកទឹកត្នោតមកកូរធ្វើជាស្ករនិងរែកលក់ទៅតាមភូមិទឹកត្នោតរបស់គាត់មានគុណភាពល្អនិងលក់ដាច់ជាហូរហែនិងល្បីថាមានម៉ួយបញ្ជាទិញស្ករត្នោតរបស់គាត់ថែមទៀតផងពីមួយថ្ងៃទៅមួយថ្ងៃពូយ៉នល្បីមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែមានរឿងមិនល្អកើតឡើងចំពោះរូបគាត់នៅពេលគាត់កំពុងតែតោងទិញត្នោតឡើងជិតដល់លើទៅហើយស្រាប់តែអស់ដៃរអិលធ្លាក់ចុះមកដីដើមត្នោតនោះមិនទាបឯណាខ្ពស់គួរសមដែរតែពូយ៉នមិនស្លាប់នោះឡើយគាត់គ្រាន់តែសន្លប់ធំបន្តិចតែប៉ុណ្ណោះនៅពេលគាត់ដឹងខ្លួនគាត់ក៏ដើរអូសជើងត្រឡប់ទៅផ្ទះរបស់គាត់វិញហើយប្រាប់ប្រពន្ធរបស់គាត់ឲ្យរកថ្នាំសង្កូវយកមកលាបជើងដែលកិច្ចនោះពូយ៉ននឹកអូសចិត្តនឹងខ្លួនឯងដែរឡើងថ្នោតរាប់ឆ្នាំមកហើយមិនគួរណាជួបរឿងបែបនេះទាល់តែសោះដូចពាក្យចាស់លោកពោលថាដំរីជើង4គង់អីនឹងភ្លាត់ពូយ៉នក៏បាននិយាយរឿងមួយប្រាប់ប្រពន្ធគាត់ថាណែម៉ែវាពេលខ្ញុំធ្លាក់ពីលើដើមត្នោតនោះខ្ញុំបានឃើញខ្មោចឪឈោងដៃទ្រខ្ញុំឃើញច្បាស់ដូចថ្ងៃអញ្ចឹងណាម៉ែវាប្រហែលជាបែបនេះហើយបានជាខ្ញុំមិនស្លាប់ឯងដឹងស្រាប់ហើយថាដើមត្នោតស្រែនឹងរ៉ែនោះវាមានទៀបឯណាសំណាងហើយម្ដងនេះបានខ្មោចឪជួយចុះបើថ្ងៃក្រោយគាត់លេងជួយតើខ្ញុំនឹងទៅជាយ៉ាងណាមកហើយឯងកុំវត្តចង្រៃពេកលើកក្រោយឲ្យចេះប្រយ័ត្នទៅវាមិនស្អីទេដោយសារតែជើងរបស់គាត់មិនតាន់បាត់ពូយ៉នបានប៉ាក់ឡើងត្នោតមួយរយៈរំលងបានជើងមួយអាទិត្យជើងរបស់ពូយ៉នក៏បានជាដូចធម្មតាគាត់ក៏ចាប់ដើមឡើងត្នោតបន្តទៀតកាលនោះម៉ោងប្រមាណជា7ព្រឹកខណៈដែលពូដេតកំពុងតែងូតទឹកពីងក្បែរផ្ទះគាត់ក៏ស្រាប់តែឮសូរសំឡេងអ្វីម្យ៉ាងធ្លាក់ឮសូរតែក្ដុកពេលពូដេតក៏លេចមើលទៅដើមត្នោតក៏ឃើញពូយ៉នដេកស្តុកស្ដឹងក្បែរគល់ត្នោតបាត់ទៅហើយពូដេតនិងអ្នកភូមិបាននាំគ្នារត់ទៅដល់ពូយ៉នក៏បានស្លាប់បាត់ទៅគួរឲ្យអាណិតគាត់ណាស់មិនគួរណាគាត់ជួបរឿងអកុសលបែបនេះស្ទល់តែសោះបន្ទាប់មកមានអ្នកភូមិរត់ទៅប្រាប់ប្រពន្ធរបស់គាត់ក៏បានរត់មករកប្តីទាំងយំសោកឃើញដូចនេះអ្នកភូមិគ្រប់គ្នាកាន់តែសង្វេគថែមទៀតចាប់តាំងពីពេលនោះមកមិនមានអ្នកណាហ៊ានដើរកាត់ដើមត្នោតដែលពូយ៉នធ្លាក់ស្លាប់ទៀតនោះទេគ្រប់គ្នាខ្លាចរអានឹងខ្មោចគាត់លងទាំងការពិតជាស្ដែងគ្មាននរណាម្នាក់បានឃើញខ្មោចរបស់គាត់ម្ដងណានោះឡើយពីមួយថ្ងៃទៅមួយថ្ងៃព័ត៌មានរបស់ពូយ៉នស្លាប់ក៏បានសាបរលាបពីមួយថ្ងៃទៅមួយថ្ងៃផងដែរនិងមិនមានអ្នកណាម្នាក់ដឹកអ្នកដល់នឹងខ្លាចខ្មោចរបស់គាត់ទៀតដែរនៅល្ងាចមួយពូដេតបានដុកម្ដាយរបស់គាត់មកពីបន់100ថ្ងៃរបស់ពូយ៉នវិញគាត់ក៏បានជិះកាត់តាមផ្លូវដើមត្នោតដែលពូយ៉នបានធ្លាក់ស្លាប់នោះពេលជិះមកជិតដល់ដើមត្នោតនោះគាត់ក៏ឮសូរសំឡេងអ្វីម្យ៉ាងធ្លាក់ឮសូរតែក្ដុកពូដេតក៏បានឈប់ម៉ូតូមើលម្ដងដើមត្នោតនោះតែគ្មានឃើញអ្វីសោះឡើយឯងឈប់ម៉ូតូរកស្អីអាដេតពូដេតក៏តបថាខ្ញុំបានឮសូរសំឡេងអ្វីម្យ៉ាងធ្លាក់ឮសូរតែក្ដុកនឹងណាម៉ែក្បែរគល់ត្នោតនោះម៉ែមិនបានឮសំឡេងធ្លាក់ស្អីនោះទេចាប់ចេញទៅជប់ហើយរីនៅជាងចំដល់ណាទៀតបីអីអានេះពេលទៅដល់ផ្ទះពូដេតបានចេញមកងូតទឹកពីក្បែរផ្ទះរបស់គាត់ដូចធម្មតាពេលនេះគាត់បានឃើញភ្លើងហោះម្ដុំដើមត្នោត
មួយសន្ទុះក្រោយមកលើកនោះក៏ហោះពីដើមថ្នោតមួយទៅដើមថ្នោតមួយទៀតវាមានចលនារេរាំតិចតិចនិងយោយកទៅតាមកម្លាំងខ្យល់ធ្វើឲ្យពួកដេកព្រឺសំងខ្ញាបន្តិចក្រោយមកគាត់ក៏ឃើញខ្មោចពូយ៉ននៅឯចុងថ្នោតឯនោះតែឃើញមិនស្រួលពួកដេកក៏បានរត់ជួបផ្ទះបាត់ស្រមោលទៅបន្ទាប់ពីពួកដេកឃើញមិនបានប៉ុន្មានថ្ងៃផងនាយប់មួយម៉ោងប្រហែលជា12យប់ពូក្តាមដោយឈឺនំពេកទ្រាំពុំបានក៏ចុះមកខាងក្រៅផ្ទះរបស់គាត់ដើម្បីដោះទុកសត្វមិនទាន់បាននឹងដោះទុកសត្វផងក៏ស្រាប់តែឃើញភ្លើងអ្វីម្យ៉ាងកំពុងហោះចុះហោះឡើងនៅត្រង់ម្ដុំដើមត្នោតបន្តិចមកគាត់ក៏ឃើញខ្មោចពូយ៉នកំពុងតែឡើងដើមត្នោតហើយបានមុខមករកគាត់អាក្តាមឯងធ្វើអីហ្នឹងអត់ទឹកត្នោតជូរទេអញឡើងយកទឹកត្នោតឲ្យពូក្តាមឃើញដូចនេះក៏រត់ចូលផ្ទះបាត់ស្រមោលទៅដោយមិនបានតបសម្ដីទៅខ្មោចពូយ៉នសូម្បីតែមួយម៉ាត់ប្រហែលជាមួយអាទិត្យក្រោយមកមេឃចាប់ដើមស្រទុំរកកលនឹងភ្លៀងដំណើរពីនោះក៏ស្រាប់តែមានរន្ទះបាញ់យ៉ាងខ្លាំងចំដើមត្នោតដែលពូយ៉នធ្លាក់ស្លាប់នោះឬសូតែផាំងភ្លើងក៏ឆេះចុងត្នោតឡើងហុយទ្រលោមមួយសន្ទុះក្រោយមកចុងត្នោតនោះក៏បានបាក់ធ្លាក់ចុះមកដីចំកន្លែងដែលខ្មោចពូយ៉នបានធ្លាក់ស្លាប់ចាប់ពីរន្ទះបាញ់បានបាញ់បាក់នៅដើមត្នោតនោះមកគ្មានអ្នកភូមិណាម្នាក់បានឃើញខ្មោចពូយ៉នចេញលោមត្រង់កន្លែងដើមត្នោតដែលគាត់បានស្លាប់នោះទៀតទេដោយសុខសោកនិគមខេត្តសៀមរាបមានអណ្ដូងមួយកន្លែងដែលមានទឹកគ្រប់ប្រាំងភាសាគឺនៅទួលដើមក្រសាំងមួយបែរស្រែជីតាររបស់ខ្ញុំទីនោះមានអណ្ដូងទឹកដល់ទៅ3ចិត្តគ្នាអ្នកស្រុកនាំគ្នាមកដងទឹកជាប្រចាំព្រោះប៉ុន្មានឆ្នាំមកនេះមានគ្រោះរាំងស្ងួតជាផាមានគេនិយាយដំណាលតគ្នាមកថានៅទីនោះមានកុកខ្មោចនៅចំនួនប្រពតហើយខ្មោចនៅទួលនោះតែងតែលងជាប្រចាំឌីប្រិញដែលជាអ្នកឃ្វាលគោបានដើរកាត់ទួលនោះម៉ោងប្រមាណជា5ល្ងាចក៏បានឮសូរសំឡេងគេយំចេញពីម្ដុំអណ្ដូងនោះផងដែរម្ដងឮសូរសំឡេងគេយំហើយពេលខ្លះបានឃើញផ្សែងផងដែរដែលឃើញមិនស្រួលនេះព្រិញក៏បានដាក់មេប្រុសចោលគោរបស់គេតែម្ដងទៅរំលងបានប្រហែលជា2ទៅ3ថ្ងៃពូខ្ទឹមជ្រក់ដែលរស់នៅចុងភូមិក៏បានជិះម៉ូតូមកពីបុណ្យគេដូចសឹកម្ដងនៅឯចុងភូមិនៅពេលជិះម៉ូតូដល់អណ្ដូងនោះក៏ស្ដាប់ឮសូរសំឡេងគេនិយាយគ្នារអ៊ូតម្ដុំអណ្ដូងទឹកនោះដោយមិនអស់ចិត្តគាត់ក៏បានជប់ម៉ូតូមើលស្រាប់តែឃើញខ្មោចស្រីស្លៀកសពាក់សមកសុទ្ធតែជៀមកំពុងអង្គុយលើមាត់អណ្ដូងតែឃើញសភាពការមិនស្រួលពូខ្ទឹមជ្រក់ក៏បានវល់ម៉ូតូចេញមួយទំហំមួយចាស់តែម្ដងទៅពូភីដែលមានផ្ទះក្បែរនោះក្រោកពីព្រលឹមមុនគេដៃទាញដងរែកនឹងឡាំងសំដៅទៅទួលក្រសាំងនោះខ្លាចគេដណ្ដើមទឹកអស់ព្រលឹមសាំងស្រាំងខ្យល់បក់វូវងងឹតពេលភ្លឺគាត់មានព្រិលទុកមួយសិតលើនឹងចង្កេះដាស់ស្បែកជើងហើយចេះតែរអ៊ូម្នាក់ឯងព្រោះជន់បណ្ដាលើពីស្រែទៅដល់មាត់អណ្ដូងស្រាប់តែខ្យល់ខ្លាំងធ្លាក់ក្រសាំងជ្រុះពុំពីធ្វើឲ្យគាត់ភ្ញាក់ពេលគាត់ងាកស្ដាំក៏ស្រាប់តែឃើញស្រមោលមនុស្សខ្មៅរត់ចូលក្នុងអណ្ដូងនៃសូត្រតែព្រមក៏ស្ងាត់ទៅវិញគាត់ដើរសម្ដៅទឹកអណ្ដូងនោះអឺតមើលតែមិនឃើញអ្វីទាល់តែសោះដោយភាពងងឹតគាត់ក៏ត្រឡប់មកអណ្ដូងមួយផ្សេងទៀតគាត់ទិញឡាំងបោះចូលក្នុងអណ្ដូងប្រុងនឹងដងទឹកតែដូចមានអ្វីម្យ៉ាងទាញឡាំងរបស់គាត់ខំទិញឡាំងឡើងមកលើយ៉ាងណាក៏មិនរួចដែលមិនអស់ចិត្តគាត់ក៏ទិញព្រិលពីចង្កេះឆ្លោះមើលក្រែងអ្វីតាក់នៅមាត់លូគាត់ញាក់ព្រលឹងចង្សក់គួរឲ្យខ្លាច គាត់ឃើញសេម្នាក់សក់ពេជ្រអន្លាយស្លៀកពាក់សស្គុល គាត់បានយល់មកថានេះជាខ្មោច
មុខអោនចុះក្រោមទាញឡើងរបស់គាត់ភ័យឡើងងើជើងតែមិនដឹងបានភាពក្លាហានមកពីណាក៏ស្រែកថាយើងចុះក្នុងអណ្ដូងនេះធ្វើអីនាងសំលេងឆ្លើយឡើងខ្ទោគួរឲ្យព្រឺសម្បល់ចេញពីក្នុងអណ្ដូងខ្ញុំធ្លាក់ក្នុងអណ្ដូងនេះយូរហើយពូជួយខ្ញុំផងពូគេទម្លាក់ខ្ញុំចូលក្នុងអណ្ដូងនេះសប្តាហ៍នាងងើបមុខឡើងមកមើលពូភីពេលនោះពូភីសើចឡើងផ្លាត់មាត់ព្រោះគាត់ឃើញមុខនាងឡើងខៀវដូចស្លែកាន់រាប់ឆ្នាំក្រចកដៃវិញហុកដៃឲ្យពូភីយើងនាងឡើងពូភីគាត់បន្ទត់វាពេលមើលកាលនោះទេបណ្ដាស្រែកបណ្ដាខ្មោចជួយផងខ្មោចក្រោយមកអ្នកនៅម្ដងនោះនាំគ្នាធ្វើបន់បញ្ជូនកសលដល់វិញ្ញាណក្ខន្ធដែលនៅត្រង់កន្លែងជួញនោះជារឿយហើយសង្ឃឹមថាវិញ្ញាណទាំងនោះលែងវិលវល់នឹងរោគភពកំណើតតាមវេនកម្មរបស់ខ្លួនទៅចុះនេះគឺជាភូមិមួយដែលអ្នកភូមិតែងតែនាំគ្នាហៅថាភូមិគោបាហើយភូមិនេះមានមនុស្សរស់នៅច្រើនគួរសមដែរហើយអ្នករស់នៅទីនេះភាគច្រើនប្រកបមុខរបរដាំដំណាំនិងបន្លែបង្ការនៅជុំវិញផ្ទះហើយអ្នកភូមិមួយចំនួនធំបាននាំគ្នាទៅរកអស់នៅព្រៃខាងកើតភូមិសម្រាប់ខែប្រាំងនិងខែវស្សាពួកគេប្រកបមុខរបរដាំដំណាំក្រឡេកត្រឡប់មកមើលទិដ្ឋភាពព្រៃដែលនៅឆ្ងាយពីភូមិមានរយៈចម្ងាយឆ្ងាយពីភូមិរបស់អ្នកស្រុកតែដោយសារតែអ្នកភូមិមានតម្រូវការអស់សម្រាប់យកទៅលក់និងប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃទើបធ្វើឲ្យគ្រប់អ្នកភូមិត្រូវបង្ខំចិត្តដើរដោយថ្មើរជើងចូលទៅក្នុងព្រៃនេះមានដើមឈើដុះទូចធំនិងមានគល់ឈើចាស់សល់ពីអ្នកភូមិបានកាប់គល់ចោលជាជួរយ៉ាងរហ័សជន់ជាយប់មួយមានព្រលឹងព្រាយមួយក្បាលបានហោះរសាត់សែនត្រីមិនដឹងមកពីខាងណាបានចូលមកសន្តិដ្ឋនៅលើគល់ឈើមួយដែលគល់ឈើនោះមើលទៅហាក់ដូចមានសភាពស្រស់ស្អាតជាងគេក្នុងចំណោមគល់ឈើទាំងអស់ដែលមាននៅក្នុងព្រៃសំឡេងឆ្កែលូលាយឡំនឹងរន្ទះបាញ់ចំនួន3ដងដែលមិនមានភ្លៀងទៅលើគល់ឈើនោះមើលទៅគួរឲ្យខ្លាចហើយផ្ទៃពេកចាប់ផ្ដើមបដូរពណ៌ទៅជាខ្មៅងងឹតខុសដូចសពមួយដងចាប់តាំងពីព្រៃនោះចូលមកសន្តិដ្ឋនៅក្នុងគល់ឈើនោះមកព្រៃចាប់ផ្ដើមផ្លែកនិងធ្វើឲ្យអ្នកភូមិមួយចំនួនមិនហ៊ានចូលទៅដល់ព្រៃជ្រៅដូចរាល់ដងនោះឡើយព្រោះមានអារម្មណ៍ក្នុងចិត្តថាចេះតែខ្លាចរអាខុសសពរាល់ដងនាវេលាថ្ងៃមួយពូបាននិងពូពីរអ្នកទាំងពីរបានធ្វើដំណើរសម្ដៅទៅរកអស់នៅក្នុងព្រៃដូចសពរាល់ដងដែលនៅក្នុងដៃពូបានមានកាន់កំបិតចំណែកនៅក្នុងដៃពូប៊ីមានកាន់ពូថៅអ្នកទាំងពីរដើរសម្ដៅទៅកាន់ព្រៃជ្រៅខាងមុខដើម្បីរកអស់មកលក់លុះដើរកាន់តែយូរទៅពួកគាត់ទាំងពីរធ្វើដំណើរកាន់តែជ្រៅទៅរហូតទៅដល់ព្រៃកាន់តែក្រាស់ជួនជារៀងធ្លាក់ប្រលប់បន្តិចផងអ្នកទាំងពីរក៏បានប្រទះភ្នែកនឹងគល់ឈើមួយដែលមើលទៅហាក់ដូចជាស្រស់ស្អាតគួរជាទីគយគន់ពួកគាត់ទាំងពីរមិនដឹងទេថាគល់ឈើនេះមានខ្មោចសន្តិដ្ឋនៅហើយខ្មោចនោះទៀតសោតជាខ្មោចកាយសាហាវលងសម្លាប់និងចាក់យកជីវិតមនុស្សមិនតិចនោះទេដើម្បីធ្វើឲ្យតាក់ទាញអ្នកដែលដើរកាត់ព្រៃនេះអ្នកទាំងពីរបានឈប់ឈរសម្លឹងមើលទៅគល់ឈើនោះនិងមើលមុខគ្នាទៅវិញទៅមកចិត្តចង់យកទៅផ្ទះបន្តិចនិងអត់បន្តិចលុះគិតបានបន្តិចពួកបានក៏និយាយថាអាប៊ីឯងគិតដូចអញទេគល់ឈើមួយនោះមើលទៅដូចស្អាតដល់ហើយនឹងហើយបានខ្ញុំមើលទៅវាស្អាតខុសពីគល់ឈើដទៃទៀតដែលមាននៅក្នុងព្រៃនេះបើគិតដូចគ្នាដែរអញ្ចឹងយើងយកវាទៅផ្ទះយើងទៅគ្រាន់បានដាក់តាំងនៅខាងក្រោមផ្ទះនិងអង្គុយលេងផងអញ្ចឹងយើងរកមែកឈើដើម្បីសែងគល់ឈើនេះទៅផ្ទះយើងទៅព្រលប់ហើយឆាប់ឡើងនៅពេលពួកបានងាកក្រោយដើម្បីស្វែងរកឈើមកសែងគល់ឈើនេះស្រាប់តែគល់ឈើនោះក្រោកឈរឡើង
ចង់វាសម្លាប់គាត់ទាំងពីរតែដោយសារតែពួកគាត់ងាកមកវិញក៏គល់ឈើនោះសំងំដូចធម្មតាដូចពីចាស់លោកពលថានៅមិននៅនាំភ្លើងចូលផ្ទះអ្នកទាំងពីរនេះដោយសារតែភាពលបលន់របស់ពួកគាត់ទាំងពីរជាពិសេសចាស់ពីដើមគឺមានដំណំតមខ្លាំងណាស់ចំពោះការរករបស់របរណាមួយដែលយកមកពីព្រៃថ្មសានយកមកដាក់ផ្ទះយប់មួយពូប៊ីដែលជាអ្នកជិតខាងផ្ទះពូបានដោយឈឺពោះពេកក៏បានចុះមកក្រោមលុះដើរបន្តិចក៏លេចមើលទៅគល់ឈើនោះស្រាប់តែមិនឃើញគល់ឈើគាត់ឆ្ងល់ជាខ្លាំងគាត់ក៏បានដើរសំដៅទៅមើលកន្លែងគល់ឈើនោះគាត់ខំប្រឹងរកមើលចុះឡើងយ៉ាងណាក៏មិនឃើញគល់ឈើនោះឡើយគាត់ងាកក្រោយក៏ឃើញគល់ឈើនោះនៅឈរពីក្រោយគាត់ហើយបើកភ្នែកធំដៃមានកាន់ដំបងមកវាយលើគាត់យ៉ាងដំណំគាត់ខំស្រែកឲ្យគេជួយដែរតែដោយសារយប់ជ្រៅពេកគ្មានអ្នកណាម្នាក់ជួយគាត់នោះឡើយគល់ឈើនោះបានវាយលើពូប៊ីរហូតខ្ទីអស់ខ្លួនប្រាណដោយបំណែកដៃជើងដងខ្លួននិងក្បាលបានដាច់ចេញពីគ្នាលុះព្រឹកឡើងអ្នកភូមិនិងពូបានមានការឆ្ងល់ជាខ្លាំងហេតុអ្វីបានជាអាប៊ីមកដេកស្លាប់នៅមុខផ្ទះរបស់គាត់ដោយសភាពសពខ្ទីអស់បែបនេះទៅវិញរំលងបាន7ថ្ងៃទៅជប់កណ្ដាលអាទិត្យពូបានឮសំឡេងសន្ទឹកមនុស្សដើរចុះដើរឡើងនៅមុខផ្ទះរបស់គាត់ក៏បានលួចមើលតាមបង្អួចតែមិនបានឃើញមានអ្វីខុសសម្គាល់នោះទេលុះបានបន្តិចគាត់ក៏ឮសំឡេងសន្ទឹកដើរម្ដងទៀតគាត់គិតថាប្រហែលជាចោរចូលមកលួចរបស់គាត់ឬក៏ជាចោរនេះទេដឹងដែលសម្លាប់អាប៊ីគាត់ក៏បានចុះមកដើម្បីបណ្ដេញចោរនោះពេលគាត់ចេញទៅក្រៅតែមិនឃើញមានអ្វីទេពេលគាត់ក៏លេចមើលទៅគល់ឈើគាត់មិនបានឃើញគល់ឈើនៅទីនោះទេគាត់មានការឆ្ងល់ជាខ្លាំងខំដើររកមើលចុះមើលឡើងបន្តិចក៏គាត់ឃើញគល់ឈើនោះដែលសំដៅមករកគាត់មានអារម្មណ៍តក់ស្លុតជាខ្លាំងព្រោះមិននឹកស្មានថាគល់ឈើនោះគឺជាគល់ឈើខ្មោចព្រាយដែលបានសម្លាប់អាប៊ីលុះបានបន្តិចគល់ឈើនោះក៏បានហក់មកវាសំពងលើពូបានយ៉ាងចាស់ដៃរហូតគាត់បានស្លាប់ដេកត្រង់កន្លែងគល់ឈើនោះទៅលុះព្រឹកឡើងអ្នកភូមិនិងក្រុមគ្រួសាររបស់គាត់មានការភ្ញាក់ផ្អើលឃើញពូបានដេកស្លាប់ស្ដុកស្ដម្ភនៅត្រង់គល់ឈើនោះដោយសារតែមានរឿងរ៉ាវចម្លែកចេះតែកើតមានឡើងលោកគ្រូវឿនដែលជាគ្រូមន្តអាគមម្នាក់ដែលស្ថិតនៅឯចុងភូមិបានធ្វើសមាធិឃើញថាមានខ្មោចព្រាយអសុរកាយដែលរស័ព្ទសែនត្រីមិនដឹងមកពីណាបានចូលមកសន្ធិដ្ឋនៅក្នុងគល់ឈើនោះទើបធ្វើឲ្យអ្នកទាំងពីរស្លាប់គាត់ក៏បានធ្វើដំណើរទៅផ្ទះពូបាននៅពេលយប់ដោយមានវត្តមានកូនសិស្សរបស់គាត់ម្នាក់មកជាមួយផងដែរពេលមកដល់កូនសិស្សរបស់គាត់បានចូលទៅយកគល់ឈើនោះដើម្បីឲ្យលោកគ្រូវឿនចងប៉ាត់សេមាបណ្ដេញខ្មោចចេញតែពេលកូនសិស្សរបស់គាត់ចូលទៅគិតដល់គល់ឈើនោះបានងើបឡើងបានវាយសម្ពងមកលើកូនសិស្សរបស់គាត់ពីទៅ3ដំបងបណ្ដាលឲ្យកូនសិស្សរបស់គាត់សន្លប់ស្ដុកស្ដឹងនៅក្បែរគល់ឈើនោះទៅលោកគ្រូវឿនដោយឃើញថាខ្មោចព្រាយដែលនៅក្នុងគល់ឈើនោះមានឫទ្ធិខ្លាំងគាត់ក៏បានសូត្រនៅបាលីដើម្បីបណ្ដេញពេលគាត់កំពុងសូត្របាលីគល់ឈើនោះបានហក់មកវាយគាត់ជាច្រើនរកចន្ទសាតែវាមិនចូលព្រោះបាលីដែលគ្រូវឿនបានសូត្រនោះបានការពារគាត់តែគល់ឈើនោះហក់វាយច្រើនលើកច្រើនសារតែមិនបានធ្វើឲ្យគ្រូវឿនមានរបួសឡើយមួយសន្ទុះក្រោយមកមេឃចាប់ផ្ដើមងឹតខ្លាំងហើយរន្ទះបានបាញ់ចំនួន3ដងបានបាញ់មកលើគល់ឈើនោះបាក់ជាបំណែកអស់ហើយព្រលឹងព្រាយដែលបានសន្ធិដ្ឋនៅក្នុងគល់ឈើនោះក៏បានរលាយបាត់ទៅតាមកម្លាំងរន្ទះតែម្ដងចាប់តាំងពីលោកគ្រូវឿនបានបង្ក្រាបខ្មោចគល់ឈើនោះមកអ្នកភូមិរស់នៅបានសុខសាន្តដោយកាលពីមុនធម្មតាហើយអ្នកដែលទៅរកបោះនៅក្នុងព្រៃនៅចុងភូមិលែងហ៊ានយកគល់ឈើដែលនៅសេសសល់ក្នុងព្រៃនោះមកផ្ទះទៀតដែរកាលពីព្រេងញីមានប្តីប្រពន្ធ2នាក់សង់ផ្ទះនៅក្បែរមាត់បឹងបុរសជាប្តីមានឈ្មោះថាស្មីពូស្មីមានមុខរបរជាអ្នកធ្វើចំការនៅពេលទំនេរពីការងារធ្វើស្រែចំការពូស្មីតែងតែរើនៅសំណាញ់ចាស់ដែលដាច់គ្រោះធ្លាយទាំងនោះយកមកជួសជុលនៅក្រោមដើមឈើមួយនៅមុខផ្ទះរបស់គាត់ផងដែរពូស្មីក៏បានសួរទៅកាន់ប្រពន្ធគាត់ថា
ណែម៉ែវាពេលបងធ្វើចំការរួចបងនឹងទៅរកត្រីនៅឯបឹងចុងភូមិឯណោះក្រែងបានត្រីខ្លះយកមកធ្វើម្ហូបល្ងាចនេះណានាងជាប្រពន្ធក៏តបវិញថា នឹងហើយនេះតរមកខ្ញុំនឹងធ្វើសម្លម្ជូរគ្រាន់នឹងទុកហូបនឹងណា បុរសជាប្តីបានធ្វើដំណើរទៅចំការដោយសពមួយដងដោយនៅក្នុងដៃមានកាន់សំណាញ់ទៅជាមួយផងដែរនៅពេលធ្វើចំការរួចគាត់ក៏បានទៅរកត្រីតែម្នាក់ឯងនៅឯបឹងចុងភូមិឯណោះនៅពេលទៅរកត្រីម្ដងគាត់មិនងាយនឹងត្រឡប់មកផ្ទះវិញទេតតែល្ងាចបានគាត់ត្រឡប់មកវិញមានពេលខ្លះគាត់បងបានត្រីហើយគាត់ក៏បង្កាត់ភ្លើងអាំងត្រីដែលគាត់រកបាននោះហូបជាមួយបាយនៅក្រោមដើមឈើដ៏ធំមួយនៅមាត់បឹងលាយឡំនឹងខ្យល់អាកាសបរិសុទ្ធទៀតផងរីឯខ្យល់បក់មកលួយក្បែរមាត់បឹងទៀតសោតធ្វើឲ្យគាត់ដេកដងលក់មួយភាំងចោលនៅកញ្ចប់បាយនិងត្រីដែលគាត់បានអាំងលុះពេលគាត់ភ្ញាក់ឡើងមិនបានឃើញកញ្ចប់បាយនិងត្រីអាំងរបស់គាត់នោះទេគាត់គិតថាប្រហែលជាមានសត្វព្រៃណាមួយអូសយកទៅហើយនៅពេលដែលគាត់កំពុងតែដេកលងលក់នោះជាការពិតណាស់សត្វព្រៃនោះគឺជាខ្មោចទឹកដែលរស់នៅក្នុងបឹងនេះឯងខ្មោចទឹកនោះបានឡើងមកស៊ីបាយនិងត្រីអាំងរបស់គាត់នៅពេលដែលគាត់កំពុងតែដេកលងលក់នោះឯងពូស្មីក៏បានធ្វើដំណើរត្រឡប់មកផ្ទះរបស់គាត់វិញហើយនិយាយរឿងរ៉ាវទាំងនោះប្រាប់ទៅប្រពន្ធរបស់គាត់ផងដែរពូស្មីនិយាយថាម៉ែវាអើយបាយនឹងត្រីដែលខ្ញុំអាំងទុកហូបជាមួយបាយនោះមិនដឹងជាសត្វមកពីណាទេអូសយកទៅបាត់ហើយនៅពេលដែលខ្ញុំដេកលក់មួយភាំងប្រពន្ធក៏តបវិញថាប្រហែលជាសត្វព្រៃនៅក្បែរនោះទាញយកទៅស៊ីហើយអញ្ចឹងណា លុះស្អែកឡើងពូស្មីក៏បានធ្វើដំណើរទៅចំការនិងទៅរកត្រីនៅកន្លែងដើមឈើដ៏ធំនោះដដែលទៀតហើយបាយនឹងត្រីរបស់គាត់ក៏បានបាត់ជារៀងរាល់ថ្ងៃផងដែរទើបធ្វើឲ្យគាត់ដាក់ការសរសៃនៅក្នុងកូនចិត្តថាវាមិនដែលសត្វមកពីណាអូសបាយនឹងត្រីរបស់អញរាល់តែថ្ងៃនោះទេវ៉ៃបាត់នោះបាត់ពេកទៅហើយពូស្មីក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញដោយដៃមានកាន់ត្រីខ្លះៗដែលរកបានយកមកផ្ទះវិញដោយសពមួយដងលុះពេលមកដល់ផ្ទះនាងជាប្រពន្ធក៏បានសួរថាឯណាហេតុអីត្រីនៅក្នុងធុងនេះមានលំអើច្រើនម្ល៉េះ ពូស្មីក៏តបវិញថាបើត្រីមិនឲ្យមានរំអិលឯងចេះសួរអញ្ចឹងទៅកើតវ៉េនាងជាប្រពន្ធក៏តបវិញថាទឹកដែលនៅក្នុងធុងនេះមានរំអិលមិនដូចជារំអិលរបស់ត្រីទេណាឯង ស្មីក៏បានអើតមើលឃើញសុទ្ធតែរំអិលដែលមិនមែនជារំអិលរបស់ត្រីនោះឡើយហើយគាត់ទាំងពីរនាក់ឆ្ងល់ក៏យកដៃអេះក្បាលទាំងធ្វើភ្នែកភ្លឹះហើយមើលមុខគ្នាទៅវិញទៅមកជាការពិតណាស់ពូស្មីបានដេកដងលក់ក្រោមដើមឈើខ្មោចទឹកនោះតែងតែឡើងមកស៊ីបាយនិងត្រីអាំងរបស់គាត់នោះឯងហើយទឹករំអិលរបស់ខ្មោចទឹកនោះក៏បានហូរចូលទៅក្នុងធុងដាក់ត្រីរបស់គាត់នៅពេលខ្មោចទឹកនោះលូកដៃចាប់ត្រីនៅក្នុងធុងដាក់ត្រីរបស់គាត់នោះឯងនាថ្ងៃមួយពូស្មីបានកាន់សំណាញ់និងធុងដាក់ត្រីរបស់គាត់ទៅចំការហើយមានបាយកញ្ចប់ដូចរដងផងដែរពេលមកដល់កន្លែងដើមឈើធំនោះគាត់ក៏ចាប់ដើមបង់ត្រីជាច្រើនសំណាញ់និងបានត្រីច្រើនគួរសមផងដែរគាត់ក៏បានយកត្រីទាំងនោះដាក់នៅក្នុងធុងក្បែរបាយសំណុំរបស់គាត់នៅពេលឃើញបាយកញ្ចប់គាត់ក៏ឃ្លានស្មីក៏បានបង្កាត់ភ្លើងដុតត្រីដែលបានរកឃើញនោះដើម្បីហូបជាមួយបាយក្រោយពេលហូបបាយរួចពូស្មីក៏សម្រាកលងលក់មួយភាំងនៅក្រោមដើមឈើដូចសពមួយដងគាត់ក៏បានយកត្រីដែលនៅសល់ទុកក្បែរធុងដាក់ត្រីរបស់គាត់ហើយលើកនេះពូស្មីសំងំធ្វើពុតជាដេកលក់ព្រោះគាត់ចង់ដឹងថាតើសត្វអ្វីដែលតែងតែមកចូលមកអូសយកបាយនិងត្រីរបស់គាត់រដង
មួយសន្ទុះក្រោយមកខ្មោចទឹកនោះក៏បានងើបឡើងពីទឹកដោយខ្លួនរបស់វាមានសិតតែរំអិលនិងបាក់ភ្នែកធំធំប៉ុនពងទាវាឡើងមកលើគោហើយភ្នែកទាំងពីររបស់វាមើលមកគិនចាប់បាយនឹងធំពូស្មីបានលួចបើកភ្នែកព្រឹមរងចាំមើលរងទប់សកម្មភាពទាំងឡាយរបស់ខ្មោចទឹកនោះថាតើវាធ្វើអ្វីខ្លះខ្មោចទឹកនោះបានស៊ីបាយនិងត្រីរបស់គាត់សន្ទុះក្រោយមកក៏មានខ្មោចទឹកមួយបាល់ទៀតវាឡើងមកលើគោហើយវាសម្ដៅមកកន្លែងគ្នាវាកំពុងតែស៊ីបាយទៅធ្វើឲ្យពូស្មីចាប់ដើមមានអារម្មណ៍ភ័យខ្លាំងឡើងព្រោះអ្វីដែលគាត់កំពុងរងចាំមើលនោះមិនមែនជាសត្វព្រៃនោះទេតែវាជាខ្មោចទឹកពីរក្បាលទៅវិញហើយទ្រាំមិនបានពូស្មីក៏បានធ្វើរើខ្លួនបន្តិចដើម្បីទិញខ្មោចទឹកទៅពីរក្បាលពូស្មីធ្វើជាកម្រើកខ្លួនបន្តិចខ្មោចទឹកនោះក៏បានឡងហើយលោតពងចូលទៅក្នុងទឹកបាត់ទៅពូស្មីឃើញដូចនេះក៏មិនបងអង្យូរក៏បានរត់ចោលសំណាញ់នឹងត្រីដែលគាត់ទុកបាននោះបាត់តែម្ដងលុះពេលរត់ទៅដល់ផ្ទះពូស្មីក៏បានដេកឈឺ2 ទៅ 3ថ្ងៃឯណោះដោយឃើញសភាពមិនស្រួលប្រពន្ធរបស់គាត់ក៏បានហៅលោកគ្រូណាងមានជំនាញខាងមុនអាគមស្ដោះផ្លុំនិងដេញខ្មោចរួចហើយពូស្មីក៏បានរៀបរាប់នៅរឿងរ៉ាវទាំងនោះទៅប្រាប់លោកគ្រូណាងឲ្យបានដឹងផងដែរចាប់តាំងពីពេលនោះមកអ្នកភូមិគ្មានចាស់ប្រុសស្រីលែងហ៊ានទៅរកត្រីលើក្បែរបឹងនោះតែម្នាក់ឯងទៀតហើយកាលពីយូរលង់ណាស់មកហើយនៅក្នុងភូមិមួយមានដង្ខៅចិត្តកំណាញ់ម្នាក់កំណាញ់រហូតសូម្បីគ្រួសារគេក៏ចោះចោលដែរដោយសារតែទ្រាំមិនបាននឹងអត្តចរិតរបស់គេអ្នកបំរើនៅក្នុងផ្ទះតែងតែត្រូវបានគេចោទប្រកាន់និងត្រួតពិនិត្យមើលយ៉ាងតឹងរ៉ឹង1 2 3ទេយើងចាំថាផ្លូវមាត់ទាំងអស់មាន10ដុំហើយហូបអស់តែ3ដុំទេថ្ងៃនេះមិនឥឡូវនៅសល់តែ7ដុំទៅវិញចិត្តអើយចិត្តមកនេះបានចវាយឯងទៅធ្វើអីនៅចង្ក្រានបាយបានជាយូរយ៉ាងនេះបានចវាយខ្ញុំទៅហូបបាយកកដែលសល់ពីថ្ងៃឯងបានអីស៊ីជាមួយបាយគឺហូបជាមួយបន្លែរបស់ចវាយយើងបាត់ផ្លូវមាត់អស់7ដុំឯងមានបានយកស៊ីទេចៅវាយខ្ញុំមិនបានយកសូម្បីតែ1ដុំខ្ញុំហ៊ានស្បត់យីយើងដឹងរឿងគ្រប់យ៉ាងទាំងអស់នៅក្នុងផ្ទះនេះឯងមិនចាំបាច់មកកុហកយើងទេរដូវច្រូតកាត់នឹងមកដល់ឆាប់នេះហើយយើងទៅរកកម្លាំងមួយចំនួនទៀតដើម្បីមកជួយច្រូតកាត់ឯងទៅផ្សារជួយទិញម្ហូបសម្រាប់ពួកគេផងបាទស្អែកខ្ញុំនឹងងើបទៅទិញពីព្រលឹមណែចាំបន្តិចព្រឹកស្អែកយើងទៅដែរបើមិនអញ្ចឹងទេឯងច្បាស់ជាលាក់ខ្លះមិនខាននរណាទៅដឹងពិតជាកំណាញ់បេះមិនចេញមែនឯងនិយាយស្អីមុនហ្នឹងបាទខ្ញុំអត់បាននិយាយអីទេចៅវាយចៅវាយទិញសាច់ខ្លះទៅចៅវាយមិនបានទេយើងមានលុយឯណាទៅទិញសាច់ឲ្យពួកគេនោះរើសតែរបស់ណាដែលទុកបានយូរទៅបានហើយអញ្ចឹងមានតែយកត្រីងៀតទេទុកបានយូរខែមិនកើតទេត្រីងៀតវាស្រួលហូបពួកគេនឹងហូបច្រើនឆាប់អស់ជាមិនខានណែយើងយកវាមកប្រឡាក់ជាមួយនឹងត្រីនោះទុកកាន់តែយូរមិនសាច់ស្អុយហើយពួកគេមិនសូវហូបបានច្រើនទៀតហើយហូបបានយូរថ្ងៃទៀតផងធ្វើអញ្ចឹងប្រៃណាស់ចៅវាយពួកគាត់ហូបមិននឹងកើតទៅកុំចេះជើងយើងពេកមានរបស់ហូបពីគ្រាន់ជាងអត់អីតោះឆាប់ទៅទិញទៅឲ្យអំបិលខ្ញុំ2ការុងមកបាទ
ថ្លៃដឹកទាំងអស់40000រៀលរួមនឹងថ្លៃដឹក10000រៀលទៀតណែមិនបាច់ដឹកឲ្យខ្ញុំទេចាំបាច់អីខ្ញុំចំណាយ10000រៀលទៀតថ្លៃដឹកជញ្ជូននោះអ្នកនៅជាមួយខ្ញុំគេអាចធ្វើបានតើគ្រាន់តែការងារប៉ុណ្្នឹងនោះណែតែក្រុងធំណាស់ខ្ញុំខ្លាចតែគាត់លើកមិនរួចមែនតែចៅវាយខ្ញុំលើកតែឯងមិនរួចទេស្អីគេពីការុងនឹងលើកមិនរួចមែនអញ្ចឹងយើងឲ្យឯងទៅធ្វើអីគេវិញអូយហត់ខ្លាំងណាស់ចៅវាយខ្ញុំទៅមុខលេងរួចហើយខ្ញុំសូមសម្រាប់បន្តិចបានសិនទេចៅវាយទើបតែដាក់បានប្រមាណចំហៀនសោះហត់ទៅហើយចំចអត់បានការមែនអូយចៅវាយខ្ញុំចុកខ្នងខ្លាំងណាស់អូយចុកណាស់អូយព្រះអើយទោះជាយ៉ាងណាឯងក៏ទៅតែទ្រាំដែរយើងធ្វើយ៉ាងម៉េចទៅចៅវាយបាននៅតែឲ្យខ្ញុំលើកទៀតដឹងតែបាក់ខ្នងខ្ញុំជាក់ជាមិនខានចុះអំបិលពីក្រុងនោះគិតយ៉ាងម៉េចទៅវិញបើចំណាយតែ10000រៀលបន្ថែមនោះយើងម្លេះមិនពិបាកអញ្ចឹងទេយីអាអត់កំណត់ហ៊ានមកប្រើយើងផងចៅវាយយើងអាចលាក់វាម្ដុំក្បែរច្រាំងនេះសិនក៏បានដែរចាំស្អែកចាំយើងមកយកវិញព្រោះមេឃវាងងឹតហើយចុះបើគេលួចបាត់គិតយ៉ាងម៉េចទៅកុំបារម្ភអីចៅវាយគ្មាននរណាមកយកវាទេព្រោះតែមានមនុស្សអត់បានកើតដូចជាឯងណាស់ហើយយើងវាគ្មានជំរឿទេតោះត្រឡប់ទៅផ្ទះវិញយើងចេញពីព្រលឹមអញ្ចឹងយើងមិនបាច់ព្រួយថាមាននរណារកឃើញមុនយើងទេអំបិលនោះចិត្តអំបិលនោះនៅឯណាមិនបានជាយើងរកមិនឃើញអញ្ចឹងយកមិញច្បាស់ជាទឹកទន្លេឡើងហើយកន្លែងដែលយើងដាក់អំបិលនោះច្បាស់ជាទឹកជន់ចូលលិចអស់ហើយល្ងងមែនចុះទៅក្នុងទឹកហើយឆាប់យកវាឲ្យយើងឡើងឆាប់មកចៅវាយទន្លេនេះជ្រៅណាស់ខ្ញុំរកមិនឃើញទេចិត្តជួយយើងផងចិត្តជួយយើងផងយើងមិនចេះហែលទឹកទេចាំបន្តិចទៅចៅវាយខ្ញុំទៅរកអំបិលនោះសិនរួចខ្ញុំនឹងជួយសង្គ្រោះចៅវាយតាមក្រោយជួយផងខ្ញុំទៅជួយហើយអញ្ចឹងចៅវាយកាត់អីអត់ទេយើងបន្តដំណើរទៅរកអំបិលនោះទៀតទេហើយទៅរកស្អីទៀតឯងប៊ីសនឹងសម្លាប់យើងទៅហើយឯងនេះមិនដឹងខ្លួនទៀតព្រោះតែចៅវាយជំរុញឲ្យខ្ញុំទៅរកអំបិលហើយខ្ញុំក៏ប្រឈមនឹងជួយចៅវាយទាំងគ្រោះថ្នាក់ផងដែរក៏តែចៅវាយនិយាយអញ្ចឹងមកដាក់ខ្ញុំកើតចៅវាយទៅទិញអំបិលទៀតទេយើងព្រមានឯងឲ្យឈប់រំលឹកពីរឿងអំបិលនេះទៀតគ្រប់យ៉ាងទាំងអស់តាក់ទងនឹងអំបិលស្ដាប់បានទេនៅរាត្រីដ៏ស្ងាត់ជ្រងំមានទូកមួយមានផ្ទុកមនុស្សចំនួន3នាក់អ៊ំយ៉ាងប្រញាប់ឆ្ពោះទៅកាន់ផ្ទះខ្នងដែលនៅឆ្ងាយដាច់ពីគីអ្នកនៅលើទូកដំបូងគឺពូសំអ្នកនៅកណ្ដាលគឺយាយណានឯអ្នកក្រោយគឺពូយុទ្ធដែលប្រពន្ធរបស់គាត់កំពុងតែឈឺពោះនៅឯផ្ទះទូកបានអ៊ំយ៉ាងលឿនទៅដល់ច្រាំងរួចហើយពួកគាត់បានបន្តដំណើរនៅតាមផ្លូវគោកទាំងកណ្ដាលយប់ស្ងាត់ផ្លូវបត់បែនចុះឡើងអ្នកទាំង3នាក់ដើរលឿនដូចរត់ព្រៃនៅតាមដងផ្លូវហាក់ដេកដងលក់ស្ងាត់ឈឹងមុនពេលទៅដល់ផ្ទះពួកគាត់បានឮសំឡេងស្រែកឮយ៉ាងតាក់ស្លុតពូយុទ្ធបានឮសំឡេងប្រពន្ធរបស់គាត់ស្រែកដូច្នោះគាត់ក៏បានរត់សម្ដៅយ៉ាងលឿនដើម្បីទៅរកប្រពន្ធរបស់គាត់ដែលកំពុងតែស្រែកហៅយ៉ាងខ្លាំងហាក់ដូចជាខ្លាចអ្វីម្យ៉ាងពេលទៅដល់ភ្លាមពួកគាត់បានឃើញពន្លឺពណ៌ខៀវតាមមាត់ទ្វារពេលបើកទ្វារភ្លាមគាត់បានជួបរឿងដ៏តក់ស្លុតមួយនៅពីមុខគាត់នោះគឺព្រាយអាបដែលវាកំពុងតែខំសម្លាប់ប្រពន្ធរបស់គាត់យ៉ាងព្រៃផ្សៃហើយស្រឡាំតាំងនិងហេតុការណ៍ដែលបានជួបផ្ទាល់នោះគ្មាននរណាម្នាក់ហ៊ានធ្វើអ្វីកើតឡើយអាបក៏ហោះបុកពួកគាត់ទាំងពីរនាក់ចេញបាត់ហើយព្រាយអាបនោះក៏ហោះទៅបុកយាយណាងដែលកំពុងឡើងចណ្ដាលផងដែរ
រួចហើយវាយកកញ្ច្រកវាយ៉ាងវិញផ្ទះនឹងហែកបំពង់ករបស់ជាងាន់និងខំវើយ៉ាងសាហាវរួចហើយក៏បានហោះចូលក្នុងព្រៃបាត់ទៅអរុណរះមិនទាន់ផុតព្រៃដែលកំពុងសប់ស្ងាត់ហាក់ដូចជាអលើអាឡោះអាឡៃអ្នកស្ដាប់នោះឡើយអ្នកជិតខាងក៏បាននាំគ្នាមកមើលនៅលើហេតុការណ៍ដ៏គួរឲ្យរន្ធត់ញាក់សាច់នេះមិនមែនទើបតែជួបប្រទះម្ដងនេះនោះទេតែវាមានការកើតឡើងជាញឹកញាប់មកហើយដែលធ្វើឲ្យអ្នកភូមិមានការព្រួយបារម្ភភូមិខ្លះបានចាក់ចេញពីលំនៅឋានរបស់គាត់ទៅរស់នៅកន្លែងផ្សេងវិញក្រោយពីប្រពន្ធនិងយាយណាងបានស្លាប់ទៅនាយយុទ្ធមានការខឹងសម្បារនឹងព្រាយអាបយ៉ាងខ្លាំងគាត់បានទុកសាកសពនៅផ្ទះហើយក៏មានគម្រោងការមួយជាមួយនឹងពូសំដើម្បីកម្ចាត់ព្រាយអាបនោះមិនឲ្យមាននៅក្នុងភូមិតទៅទៀតឡើយករណីដែលពូយុទ្ធមិនព្រមបួសជាសពបានធ្វើឲ្យអ្នកភូមិខ្លាចរអាគ្រប់គ្នាមាននរណាម្នាក់ហ៊ានដើរកាត់ឬទៅជិតផ្ទះរបស់ពូយុទ្ធសោះឡើយ 4-5 ថ្ងៃកន្លងផុតទៅចំណែកឯការរងចាំក៏បានមកដល់ពូយុទ្ធនិងពូសំបានសង្ងំលាក់ខ្លួននៅក្នុងព្រៃជារៀងរាល់ថ្ងៃដល់រាត្រីស្ងាត់ព្រាយអាបក៏បានមកដល់ផ្ទះពូយុទ្ធម្ដងទៀតពូយុទ្ធនិងពូសំបានសង្ងំនៅក្នុងព្រៃចាំលោកមើលនៅរាល់ហេតុការណ៍ដែលគាត់បានឃើញពន្លឺពណ៌ខៀវហោះសំដៅមកផ្ទះរបស់គាត់រំពេចនោះគាត់ក៏ចាប់ដើមរៀបចំនៅគម្រោងការដែលគាត់បានព្រមទុកសម្រាប់ព្រាយអាបនោះដោយព្រាយអាបវាបានធំក្លិនចំហាយសាក់សពដែលពូយុទ្ធបានទុកចោលវាក៏ចូលមកដល់ក្នុងផ្ទះដើម្បីស៊ីសាក់សពនោះលឿននោះវាផ្ទះក៏បានបិទលឺសូរតែគ្រាំងពូយុទ្ធបានបិទទ្វារជិតមិនឲ្យព្រាយអាបនោះចេញរួចឡើយឯព្រាយអាបវាបានភ័យខ្លួនក៏ហោះរកកន្លែងចេញពីផ្ទះវាក៏នឹកឃើញចេញតាមដំបូលតែដំបូលក៏មានស្រះបន្លាពីពេញផងដែរធ្វើឲ្យវាមុតក្បាលអាបក៏បានស្រែកគំរាមយ៉ាងព្រឺក្បាលតែមិនអាចធ្វើអ្វីពូយុទ្ធបានឡើយពូយុទ្ធក៏បានយកភ្លើងដុតផ្ទះរបស់គាត់ស្នូរសម្រៃព្រាយលីឡំនឹងភ្លើងឆេះយ៉ាងសន្ធោសន្ធើទៅនឹងខ្យល់គូចបក់កាន់តែខ្លាំងឡើងថែមទៀតនោះធ្វើឲ្យព្រាយអាបនោះឆេះស្លាប់រហូតដល់ទីចុងក្រោយលុះព្រឹកឡើងពូយុទ្ធក៏បានប្រាប់អ្នកភូមិថាគាត់បានសម្លាប់ព្រាយអាបហើយធ្វើឲ្យអ្នកភូមិមានការសប្បាយចិត្តគ្រប់គ្នាក្រោយមកគាត់ក៏បានលើដំណឹងថាព្រាយអាបនោះគ្មានអ្នកណាក្រៅពីយាយគួយដែលជាគ្រូធ្មប់និងគ្រូស្នេហ៍ដែលនៅtrongភូមិនោះទេពេលព្រឹកព្រលឹមនាខែវស្សាពិតជាត្រជាក់ស្រួលខ្លួនមែនខ្យល់បក់មករំភើយលីឡំនឹងភ្លៀងមួយមេធំផងនោះធ្វើឲ្យទឹកដក់ពីពេញប្រឡាយសូម្បីតែខាងមុខផ្ទះក៏មានទឹកដក់ពីពេញផងដែររីឯកង្កែបពីកាត់យំយ៉ាងត្រហឹងពីពេញភូមិហើយដីទៅគូកាត់មិនសប្បាយចិត្តតតែសោះព្រោះដឹងថាពេលវេលាដែលកូនចេញជួបានមកដល់ពេលហើយគ្រាន់តែភ្លៀងមកមួយមេធំអ្នកភូមិបានបបួលគ្នាទៅភ្ជួរដីស្រែនៅឯខាងកើតភូមិព្រោះមិនហ៊ានទៅជួតែម្នាក់ឯងទេដោយខ្លាចរអាព្រៃនៅខាងកើតភូមិនោះខ្លាំងណាស់ព្រលឹមសាងស្រាងបានមកដល់មិនតាន់ជ្រុតមួយផងអ្នកភូមិខ្លះងើបតាំងពីម៉ោង 5 ទៀបភ្លឺដែលផ្ទះខ្លះមានដាំបាយផ្ទះខ្លះមានអាំងត្រីហើយផ្ទះខ្លះទៀតកំពុងដុតប្រោះវាដែលមានក្លិនឈ្ងុយឆ្គប់ពីពេញភូមិតែម្ដងលោកបរទេសមកដល់ក្នុងព្រៃដូចមានអារម្មណ៍ចម្លែកម្នាក់
លាក់ទុកនៅក្នុងចិត្តមិនហ៊ាននិយាយអ្វីទេពួកខ្យល់លាក់ហាក់ដូចខុសពីរាល់ដងបក់មកស្ទើរតែរលំដើមឈើទៅហើយមិនតែប៉ុណ្ណោះបានបក់នាំមកនៅក្លិនស្អុយដូចជាក្លិនខ្មោចស្លាប់អញ្ចឹងតែគ្រប់គ្នាគិតថាមានឆ្កែចចកឬជ្រូកព្រៃស្លាប់ហើយមើលទៅតាមផ្លូវវិញមានក្រឡុកធំធំកប់កង់រទេះតែសារតែរទេះស្រាលមិនមានដឹកអ្វីក្រៅពីនង្គ័លចំក្រានអស់និងបាយសំណុំមើលទៅមុខមានផ្សែងហុយពីពេញទាំងព្រៃដែលជាចំហាយទឹកភ្លៀងដែលបានបោកបក់ដោយសារខ្យល់គូសឿននិយាយថាអ្នកសនអើយកុំភ្លេចដួសបាយនិងម្ហូបខ្លះដាក់ជូនអ្នកថែរក្សានៅទីនេះផងណាគូសនក៏តបវិញថានឹងហើយអ្នកសឿនខ្ញុំមិនដែលភ្លេចនោះទេព្រោះនេះជាទម្លាប់ដែលអ្នកភូមិរបស់យើងតែងតែនាំគ្នាធ្វើនៅពេលនាំគ្នាមកជួបស្រែនៅទីនេះណាក្រោយពីហូបបាយជុំគ្នារួចក៏នាំគ្នាសម្រាកនៅក្រោមដើមឈើហើយនិយាយគ្នាលេងបណ្ដើរសើចបណ្ដើរហើយក៏ចាប់ផ្ដើមជួបបន្តជួចិត្តរួចទៅហើយថ្ងៃក៏ចិត្តលិចផងដែរគ្នាខ្ញុំក៏បបួលគ្នាទៅផ្ទះវិញដោយស្អែកខ្ញុំត្រូវភ្ជួរស្រែនៅខាងក្រៅផ្ទះផងមិនបានមកភ្ជួរវិញទេក៏ប្រាប់ឲ្យគេទៅមុនដោយចាំបង្ហើយខ្សែសិនគេទៅស្ងាត់បាត់អស់ទៅនៅឡើយតែខ្ញុំភ្ជួរមួយសន្ទុះមកក៏ភ្ជួររួចរាល់ហើយក៏រៀបចំរទេះគោភ្លាមៗដើម្បីត្រឡប់មកផ្ទះវិញមីក៏ងងឹតបន្តិចទៅហើយជួបមកដល់ក្នុងព្រៃរត់តែងងឹតឆ្កែចចកក៏ចាប់ផ្ដើមលូក្នុងចិត្តខ្លាចមានចោរផងខ្លាចមានសត្វសាហាវផងនិងខ្លាចមានខ្មោចលងផងអន់សន់អស់ហើយខ្មោចតាខ្មោចយីឲ្យជួយការពារឲ្យឆាប់មកដល់ផ្ទះពេលមកដល់ចុងព្រៃទៅហើយខ្ញុំស្រាប់តែប្រទះឃើញរទេះគោមួយទុកចោលនៅតាមដងផ្លូវដូចជាមានគេបោះចោលអញ្ចឹងខ្ញុំមិនហ៊ានឈប់មើលនោះទេព្រោះបន់ឲ្យតែទៅដល់ផ្ទះឆាប់ចំណែកឯគោរបស់ខ្ញុំហាក់ទទួលបានអារម្មណ៍ចម្លែកដោយវាដើរស្រាប់តែវាឈប់មិនទៅមុខសោះដល់ពេលវាទៅមុខស្រាប់តែបល់យកតែម្ដងពេលនោះខ្ញុំមានអារម្មណ៍ជាងធូរចិត្តបន្តិចលឺរទេះគោមកពីខាងក្រោយអមដោយសំឡេងដេញគោតែខ្ញុំចេះតែឆ្ងល់ហើយអ្វីបានជាគោរបស់ខ្ញុំបល់មិនចេះឈប់អញ្ចឹងក្រុមពេជ្រនេះរទេះគោដែលនៅពីខាងក្រោយខ្ញុំបានបរមកជិតដល់រទេះគោរបស់ខ្ញុំពុទ្ធអើយខ្ញុំស្ទើរតែសន្លប់ទៅហើយព្រោះរទេះគោនោះមានតែគោអុសទេមានតែអ្នកបរទេះឯអ្នកបរទេះបានស្រែកដោយសំឡេងដូចជាអស់កម្លាំងថាចាំខ្ញុំផងពូខ្ញុំទៅភូមិដែរខ្ញុំវិញបានត្រឹមតែក្រាបក្នុងរទេះសំពះដល់គុណព្រះពុទ្ធព្រះធម៌តែប៉ុណ្ណោះដូចជាសំណាងដែរគោរបស់ខ្ញុំបោលយ៉ាងលឿនបានចេញផុតព្រៃមកដល់ភូមិគ្រាន់តែមកដល់មិនតាន់បាននិយាយរឿងដែលខ្ញុំបានជួបប្រទះប្រាប់ប្រពន្ធខ្ញុំផងស្រាប់តែនាងនិយាយថាមានបុរសម្នាក់នៅភូមិខាងជើងត្រូវបានចោរប្លន់សម្លាប់នៅក្នុងព្រៃនោះកាលពី 3-4 ថ្ងៃមុនព្រោះតែយើងនិយាយមកដល់ត្រង់នេះខ្ញុំដឹងច្បាស់ថាក្លិនអាសោចព្រឹកមិញនោះគឺជាក្លិនរបស់សាកសពនោះហើយខ្មោចដែលលងខ្ញុំនោះគឺជាបុរសដែលត្រូវបានគេសម្លាប់នោះដែរលុះព្រឹកឡើងខ្ញុំបានជួបជាមួយអ្នកដែលទៅភ្ជួរជាមួយគ្នាអ្នកខ្លះមិនជឿនោះទេតែក៏មិនហ៊ានប្រមាថលុះព្រឹកឡើង
ក៏គ្មានអ្នកណាហ៊ានងើបទៅជួស្រែដោយរាល់ដងនោះទេលុះដល់ថ្ងៃបន្តិចអ្នកភូមិបានហៅអាចារ្យទៅរកសាកសពនោះដើម្បីយកបបោកជាតាមសាសនាគ្រាន់តែចូលទៅដល់ក្នុងព្រៃធំក្លិនយ៉ាងអាសោចកាន់តែខ្លាំងឡើងដោយសារតែក្លិននោះទើបធ្វើឲ្យក្រុមអាចារ្យរកសាកសពយ៉ាងងាយស្រួលហើយសាកសពនោះមានបំណែកខ្លះបានបំបែកចេញពីខ្លួនដូចជាដៃត្រូវបានចេញពីខ្លួនហើយនៅជិតនោះមានតែរទេះគោប៉ុណ្ណោះរទេះគោនោះគឺដូចរទេះគោដែលបានលងបន្លាចខ្ញុំកាលពីយប់នោះអញ្ចឹងតែសល់តែរទេះគោទើបខ្មោចនោះលងបរតែរទេះទៅទីលោកអាចារ្យក៏បានដុតខ្មោចនោះទៅតាមតម្រាហើយនៅទីនោះក៏គ្មានខ្មោចលងបន្លាចទៀតដែរតែក៏គ្មានអ្នកណាហ៊ានទៅស្រែដល់យប់ឬចេញចូលតែម្នាក់ឯងនោះទេចំណែកឯខ្ញុំរហូតដល់ខែស្ទូងទើបហ៊ានបរទេសចូលក្នុងពេលនោះជាមួយនឹងអ្នកភូមិបន្តទៀតអារម្មណ៍របស់ខ្ញុំនៅតែដិតតាមទស្សនវិជ្ជាខ្មោចនោះលងបន្លាចតែធ្វើយ៉ាងម៉េចយើងទៅតែតស៊ូដើម្បីបានលុយបង់ពន្ធជូនរដ្ឋមានដំណើរតគ្នាមកថាមានឈ្មួញ500សំពើបានធ្វើដំណើរចេញទៅជួញដូរតាមផ្លូវសមុទ្រលោកបានទៅដល់កោះមួយហើយជួនជាពេលល្ងាចឈ្មួញទាំងនោះមិនអាចធ្វើដំណើរទៅមុខបានមេកាន់តែយប់ងងឹតទៀតនោះក៏សម្រេចចិត្តនាំគ្នាចោះចតសំពើនៅលើកោះដាច់ស្រយាលមួយដែលគ្មានមនុស្សរស់នៅពេលយប់នៅលើកោះនោះតែងតែមានពួកប្រែតចេញមករកស៊ីពួកប្រែតឃើញក្រុមឈ្មួញកំពុងដេកក្នុងសំពៅក៏ចាប់ទៅឲ្យចៅវាយរបស់ពួកគេដើម្បីឆីឈ្មួញដែលទៅពួកប្រែតចាប់ទៅក៏បានយំសោកព្រមទាំងស្រែកសួរទៅកាន់ពួកប្រែតថាហេតុអ្វីបានជាអ្នកចាប់ពួកយើងតើចាប់ពួកយើងយកទៅណាសូមដោះលែងពួកយើងទៅទោះបីជាពួកឈ្មួញកំអង្វរកយ៉ាងណាក៏ដោយក៏ពួកប៉ែតពុំព្រមស្ដាប់ឡើយសម្រែកយំសោករបស់ឈ្មួញបានធ្វើឲ្យផ្អើលមនុស្សទាំង500សំពើពេលនោះនាយសំពើម្នាក់នឹកឃើញថាទោះបីជាត្រូវអស់ជីវិតយ៉ាងណាក៏ដោយក៏ត្រូវតែប្រថុយនិយាយជាមួយពួកវាឲ្យអស់ចិត្តសិនមិនត្រូវឲ្យពួកប្រែតទាំងនោះមកប្រាច់ជីវិតទទេនោះឡើយឈ្មួញគិតហើយក៏និយាយទៅកាន់ពួកប្រែតថាសូមពួកលោកដោះលែងពួកយើងទៅវិញទៅយើងសន្យារកអាហារជូនលោកជារៀងរាល់ឆ្នាំលុះត្រាតែពួកយើងអស់សង្ខារប្រសិនបើពួកលោកពិសាយើងលោកបានឆ្អែតតែមួយគ្រាតែប៉ុណ្ណោះហើយតទៅអស់លោកនឹងអត់ឃ្លានទៀតតើពួកលោកសម្រេចចិត្តដូចម្តេចដែរពួកប្រែតគិតគ្នាមួយសន្ទុះទើបសម្រេចចិត្តដោះលែងពួកឈ្មួញហើយក៏និយាយផ្ដាំថាកាលណាមានខ្យល់ធ្លាក់ពីទិសខាងជើងអ្នកទៅធ្វើក្បូនផ្ទុកធញ្ញជាតិនិងអាហារគ្រប់យ៉ាងមានលាជចេកសណ្ដែកអំពៅល្ងដូងអំបុកបណ្ដែតតាមខ្សែទឹកមកឲ្យពួកយើងចុះមិនចាំបាច់មកផ្ទាល់ទេជំនោរខ្យល់នឹងបញ្ជូនមកដល់ពួកយើងហើយពួកអ្នកសំពៅត្រេកអររោគព្រៀបអ្វីពុំបានហើយបាននាំគ្នាចុះសំពៅបើកចេញពីទីនោះយ៉ាងប្រញាប់ប្រញាល់លោកបានទៅដល់ស្រុកហើយទៅក្នុងពេលជិតដល់រដូវភ្ជុំឈ្មួញទាំងនោះក៏បានធ្វើតាមពាក្យផ្ដាំផ្ញើរបស់ពពួកប្រែតក្រោយមកជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យភ្ជុំបិណ្ឌអ្នកស្រុក
ក៏នាំគ្នាធ្វើបែបនេះតគ្នាហើយក៏ខ្លាចទៅជាទំនៀមទម្លាប់ដោយយល់ឃើញថាធ្វើបន់បណ្ដែតប្រទីបស្រូវអង្ករទៅជូនដូនតាដែលកើតជាប្រែតនោះវិញមានចៅមនុស្សម្នាក់រស់នៅភូមិជើងភ្នំមានភរិយារៀងសំសួនស្រស់ស្អាតខ្លាំងណាស់ស្វាមីភរិយាមួយគូនេះស្រឡាញ់គ្នាខ្លាំងមាននប់ថ្នាក់ថ្នមភរិយាមិនឲ្យគនឹងចិត្តនោះឡើយរាល់ថ្ងៃមាននប់ចេញទៅកាប់ព្រៃដើម្បីយកដីដាំដំណាំចិញ្ចឹមគ្រួសារនេះមានជីវភាពរស់នៅយ៉ាងសុខសាន្តមានខ្មោចមួយអាស្រ័យនៅដើមឈើក្រោយផ្ទះចៅមាននប់បានឃើញនាងជាភរិយាមានរូបរាងស្រស់ស្អាតក៏កើតចិត្តស្រឡាញ់យ៉ាងខ្លាំងហើយរងចាំឱកាសល្អដើម្បីប្រឡំស្នេហ៍ជាមួយភរិយាមាននប់ថ្ងៃនេះមាននប់ទទួលបានបាយសំណុំពីភរិយាក៏ចេញទៅកាប់ព្រៃដោយសពមួយដងខ្មោចនោះសប្បាយចិត្តខ្លាំងណាស់ចាំឲ្យតែចៅមាននប់ចេញទៅផុតដើម្បីសម្រេចបំណងរបស់ខ្លួនមាននប់ចេញទៅផុតខ្មោចនោះក៏បានប្រែក្រឡាជាមាននប់ចូលទៅរួមរស់ជាមួយនាងភរិយានាងមិនបានដឹងនោះទេពួកខ្មោចក្រឡាខ្លួនដូចដីបេះបិទគ្មានខុសត្រង់ណាឡើយនាងក៏រួមដំណេកជាមួយខ្មោចនោះចៅមាននប់ត្រឡប់មកវិញឃើញភរិយារបស់ខ្លួនកំពុងតែដេកលើគ្រែជាមួយប្រុសផ្សេងដូច្នេះក៏ខឹងសម្បាយ៉ាងខ្លាំងពោះនឹកស្មានថាភរិយារបស់ខ្លួនមានក្បត់ចិត្តដូច្នេះមាននប់ស៊ូចូលទៅក្នុងបន្ទប់ប្រតាយប្រតប់គ្នាជាមួយខ្មោចទាំងកំហឹងនាងជាភរិយាងើកឆ្ងល់យ៉ាងខ្លាំងពោះមិនដឹងថាអ្នកណាជាប្តីរបស់ខ្លួនប្រកាសនោះឡើយខ្មោចក្រឡាខ្លួនបានអះអាងថាខ្លួនគឺជាចៅមាននប់ចំណែកឯចៅមាននប់ក៏ប្រាប់ថាខ្លួនក៏ជាចៅមាននប់ដែរធ្វើឲ្យនាងជាភរិយាមិនដឹងទទួលយកអ្នកណាពោះមុខមាត់ដូចគ្នាខ្លាំងពេកមាននប់នាំគ្នាទៅប្តឹងទៅក្រុមក្នុងភូមិឲ្យជួយកាត់ក្តីចំពោះរឿងនេះចៅក្រុមភូមិក៏មិនអាចកាត់ក្តីបានព្រោះរកចំណាំមិនឃើញក៏បញ្ជូនរឿងនេះទៅឲ្យលោកអ្នកប្រាជ្ញដែលជាចៅក្រមថ្នាក់លើកាត់ក្តីម្ដងលោកអ្នកប្រាជ្ញមានប្រាជ្ញាវាងវៃលោកអាចសម្គាល់បានថាមាននប់ម្នាក់ទៀតគឺជាខ្មោចក្រឡាខ្លួនព្រោះភ្នែករបស់ខ្មោចគ្មានស្រមោលកូនក្រមុំនោះទេហើយតែងតែមានពណ៌ក្រហមខុសពីមនុស្សធម្មតាទើបលោកប្រើល្បិចដើម្បីចាប់ខ្មោចនោះលោកអ្នកប្រាជ្ញបានយកដុំមួយដាក់នៅលើតុរួចប្រាប់មាននប់ទាំងពីរថាបានអ្នកណាជាចៅមាននប់ពិតប្រាកដតើតែចូលទៅក្នុងដបដោយតូចនេះបានចៅមាននប់ពិតប្រាកដគិតក្នុងចិត្តថាខ្លួនត្រូវចាញ់គេប្រាកដណាស់ព្រោះមិនដឹងធ្វើយ៉ាងណាចូលទៅក្នុងដបតូចដូចនេះបានទេចំណែកឯខ្មោចនោះវិញត្រេកអរទៅវិញព្រោះខ្លួនអាចរំលែកខ្លួនដូចខ្យល់ចូលទៅទីណាក៏បានខ្មោចបំលែងខ្លួនឲ្យតូចចូលទៅក្នុងដបលោកអ្នកប្រាជ្ញឃើញដូច្នេះក៏យកឆ្នុកបិទជិតមកដបខ្មោចចេញមកវិញលីងរួចក៏ស្រែកលាន់ខ្ទោគួរឲ្យពីខ្លាចមាននប់និងភរិយារួមទាំងអ្នកភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏ស្ញើសរសើរពីប្រាជ្ញារបស់អ្នកប្រាជ្ញដែលកាត់ក្តីឲ្យចៅមាននប់យ៉ាងយុត្តិធម៌បំផុតមាននប់ស្ទុះទៅអោបភរិយាដោយក្តីត្រេកអរហើយមិនប្រកាន់ទោសអូសដំណើរនឹងនាងទេព្រោះនាងគ្មានគំនិតក្បត់ចិត្តប្តីនោះឡើយប្រិយប្រពន្ធទាំងពីរបានរស់នៅជាមួយគ្នាយ៉ាងសុខសាន្តលោកអ្នកប្រាជ្ញបានបញ្ជាឲ្យអ្នកបម្រើយកដបដាក់ព្រលឹងខ្មោចនោះទៅបោះចោលនៅបាតស្ទឹង
ដើម្បីឃុំព្រលឹងខ្មោចនោះនៅបាតស្ទឹងជារៀងរហូត